ប៉ុន្តែយើងចាប់អារម្មណ៍ចេះបងប្អូនខ្ញុំតាក់ទង scam online នេះមិនមែនទៅចាប់ដើមប្រហែលថ្ងៃនេះទេមិនមែនទៅចាប់ដើមម្សិលមិញម្សិលថ្ងៃដែលសម្ដេចនាយករដ្ឋមន្ត្រីឬក៏សម្ដេចប្រធានព្រឹទ្ធសភាលោកមានប្រសាសន៍ឲ្យអនុវត្តឲ្យរឹតបន្តឹងឲ្យមន្ត្រីអនុវត្តធ្វើកិច្ចការងារទាំងអស់នោះបោសសម្អាតចេញយូរមកហើយតែសំណួរយើងសួរថាអញ្ចេះសួរថាហេតុអីនៅតែមានបទល្មើសដដែលតាក់ទងខេត្តធានមានជ័យនៅតែមានចាប់អស់ហើយនៅតែមានទៀតអគ្គស្នងការនគរបាលជាតិចុះទៅផ្ទាល់អញ្ចឹងយើងឃើញថាមានន័យថាស្នងការនគរបាលខេត្តធានមានជ័យអសមត្ថភាពមួយហើយនៅក្នុងការសិក្សាឬក៏ស្រាវជ្រាវទៅលើបទល្មើសហ្នឹងជាពិសេសគឺសមត្ថកិច្ចជាពិសេសគឺមេប៉ោះជាពិសេសគឺនគរបាលក្រុងនគរបាលខេត្តអីហ្នឹងគឺថាកងរាជអាវុធហត្ថអីហ្នឹងខ្ញុំជឿថាប្រហែលលោកដឹងឬក៏លោកអត់ដឹងខ្ញុំក៏មិនហ៊ានថាមិនដែរព្រោះកិច្ចការងារអស់នេះសិតតែបាត់ល្មើសហើយត្រូវបានលាក់កំបាំងត្រូវបានបិទចិត្តត្រូវបានមានបពពួកខ្សែស្រឡាយហ្នឹងគឺថាបិទមិនអោយរដ្ឋាភិបាលដឹងឬក៏មន្ត្រីល្អដឹងទេជាបឋមសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុត្រៈគ្រប់ព្រះអង្គដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាទៀនសូមគោរពសម្ដេចប្រធានព្រឹទ្ធសភាសម្ដេចនាយករដ្ឋមន្ត្រីសម្ដេចប្រធានរដ្ឋសភាអាដាមថ្នាក់ដឹកនាំទាំងអស់ដោយសេចក្តីគោរពនិងដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅសូមជម្រាបសួរពុកម៉ែបងប្អូនជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលនិយមតាមដានទស្សនាតាមដានស្ដាប់channel ក្រវ៉ាញ TV ទាំងអស់អរគុណសម្រាប់ការគាំទ្របើមិនមានការគាំទ្រពីសំណាក់បងប្អូនពុកម៉ែទេខ្ញុំបាទក៏មិនបានធ្វើដែរប៉ុន្តែមួយរយៈនេះដោយសារតែរវល់ក៏អត់បានធ្វើជូនឥឡូវនេះទំនេរខ្លះមានឱកាសក៏ជជែកលេងឬក៏លើកឡើងហើយបញ្ជាក់បងប្អូនថាខ្ញុំមិនមែនជាអ្នកសារព័ត៌មានអាជីពខ្ញុំមិនមែនជាអ្នកដែលល្បីល្បាញអីនោះទេខ្ញុំគ្រាន់តែជាប្រជាពលរដ្ឋមួយរូបហើយមានយោបល់បន្តិចបន្តួចតែប៉ុណ្ណោះតាក់ទងជាមួយនឹងវីដេអូនេះខ្ញុំនឹងនិយាយឬក៏លើកឡើងតាក់ទងនឹង scam online បញ្ហា scam online នេះคล้ายជាប្រធានបទមួយដែលកំពុងតែល្បីបំផុតនៅអាស៊ីយើងនេះកំពុងតែមានការចុះផ្សាយមានការចាប់អារម្មណ៍ពីបណ្ដាញអន្តរជាតិហើយក្នុងនោះមានប្រទេសកម្ពុជារបស់យើងមានថៃគឺជាចំណុចដែល scam online ខ្លាំងមែនទែនដែលបទល្មើស online នឹងច្រើនបំផុតថៃឥឡូវងាកមកប្រទេសកម្ពុជារបស់យើងវិញសម្ដេចប្រធានព្រឹទ្ធសភាប្រមុខរដ្ឋស្ដីទីលោកបានមានប្រសាសន៍ហើយចំច្បាស់តាក់ទងជាមួយនឹងមន្ត្រីខិលខូចតាក់ទងជាមួយនឹងអភិបាលខេត្តតាក់ទងជាមួយនឹងមន្ត្រីអនុវត្តច្បាប់ទាំងអស់ដែលលួចដែលមិនធ្វើការដែលជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើស scam online ជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសអញ្ចឹងបើកាលណាមន្ត្រីទាំងអស់នោះជាប់ពាក់ព័ន្ធហើយកុំថាឡើយចៅវាយខេត្តកុំថាឡើយតំណាងឲ្យខេត្តចៅវាយខេត្តក៏ដោយមេ PM ខេត្តក៏ដោយស្នងការនគរបាលខេត្តក៏ដោយមន្ត្រីរូបណាក៏ដោយសម្ដេចមានប្រសាសន៍ថាមន្ត្រីណាក៏ដោយបើមិនធ្វើការងារហើយជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសអស់ហ្នឹងត្រូវតែដកចេញពីតំណែងត្រូវតែបញ្ឈប់ចេញពីតំណែងហើយស្រាវជ្រាវរឲ្យច្បាស់បើសិនជាមានបទល្មើសមានការចោទប្រកាន់និងបញ្ជូនទៅតុលាការដើម្បីឲ្យធ្វើការងារតាមនីតិវិធីសម្ដេចគាត់មានប្រសាសន៍ហើយតាក់ទងទៅនឹងអភិក្រមទាំង5ហ្នឹងឥឡូវនេះសម្ដេចចាប់ដើមវះកាត់ហើយសម្ដេចនាយករដ្ឋមន្ត្រីខ្ញុំចាំប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីគាត់ថាគាត់អត់ចូលចិត្តនិយាយច្រើនទេប៉ុន្តែគាត់ចូលចិត្តសញ្ញេបើសិនជាខុសហើយសិក្សាច្បាស់ហើយគឺសញ្ញេយកមកឥឡូវយើងលើកឡើងខ្ញុំមានទស្សនាទានទូចមួយដែលចង់និយាយតាក់ទង scam online យើងធម្មតាល្បីតែខេត្តដែលជាប់នេះឯងទី1កំពង់សោមដែលសម្បូរជនជាតិចិនច្រើនប៉ោយប៉ែតខេត្តទាមជ័យហ្នឹងគឺសម្បូរច្រើនហើយយើងឃើញដល់មានជ័យក៏មានច្រកដែរហើយពោធិ៍សាត់ក៏មានដែរនៅខាងថ្មដាបាត់ដំបងបន្ទាយមានជ័យអញ្ចឹងមិនមែនមានតែប៉ុណ្ណឹងទេនៅស្វាយរៀងនៅត្បូងឃ្មុំនៅកាចេះ
នៅរតនគិរីមណ្ឌលគិរីស្ទឹងត្រែងក៏សិតតែជាប់ព្រំដែនជាមួយនឹងប្រទេសជិតខាងប៉ុន្តែយើងចាប់អារម្មណ៍ចេះបងប្អូនខ្ញុំតាក់ទង scam online នេះមិនមែនទៅចាប់ដើមប្រហែលថ្ងៃនេះទេមិនមែនទៅចាប់ដើមម្សិលមិញម្សិលមួយថ្ងៃដែលសម្ដេចនាយករដ្ឋមន្ត្រីឬក៏សម្ដេចប្រធានព្រឹទ្ធសភាលោកមានប្រសាសន៍ឲ្យអនុវត្តឲ្យរឹតបន្តឹងឲ្យមន្ត្រីអនុវត្តធ្វើកិច្ចការងារទាំងអស់ហ្នឹងបោសសម្អាតចេញយូរមកហើយតើសំណួរយើងសួរថាអញ្ចេះសួរថាហេតុអីនៅតែមានបទល្មើសដដែលតាក់ទងខេត្តបន្ទាយមានជ័យនៅតែមានចាប់អស់ហើយនៅតែមានទៀតអគ្គស្នងការនគរបាលជាតិចុះទៅផ្ទាល់អញ្ចឹងយើងឃើញថាមានន័យថាស្នងការនគរបាលខេត្តបន្ទាយមានជ័យអសមត្ថភាពមួយហើយនៅក្នុងការសិក្សាឬក៏ស្រាវជ្រាវទៅលើបទល្មើសហ្នឹងឬក៏ស្នងការលោកសហការជាមួយអគ្គដើម្បីធ្វើកិច្ចការងារក្នុងទ្រង់ទ្រាយធំអាហ្នឹងក៏មានដែរខេត្តបាត់ដំបងខេត្តអីប៉ុន្តែសំណួរយើងសួរដដែលយើងនិយាយគ្នាលេងណាក្នុងនាមប្រជាពលរដ្ឋទេថាហេតុអីបានជាបទល្មើសនៅតែមានហើយដល់ពេលសិក្សាឡើងឥឡូវដូចមន្ត្រីនៅខេត្តបន្ទាយមានជ័យអញ្ចឹងនៅប៉ោយប៉ែតអញ្ចឹងនាយរងការចល័យជាប់ពាក់ព័ន្ធជាមួយ scam online ជាប់តាក់ទងជាមួយបទល្មើសជាប់តាក់ទងជាមួយនឹងការផ្ដាល់កន្លែងផ្ដាល់អីចឹងទៅអញ្ចឹងបានថាបើប្រជាពលរដ្ឋបើអុកញ៉ារ៉ូស៊ីអានឹងវាមិនពិបាកធ្វើទេប៉ុន្តែបើមន្ត្រីរ៉ូស៊ីអានឹងវាពិបាកធ្វើដោយសារអីមន្ត្រីផ្ញើតែរបាយការណ៍ល្អផ្ញើតែរបាយការណ៍ថតតែរូបភាពល្អសកម្មភាពល្អផ្ញើទៅថ្នាក់លើហើយផ្ញើថ្នាក់លើមើលឃើញថាវាល្អមែនប៉ុន្តែនៅខាងក្នុងគឺវល់អញ្ចឹងបានថាខ្ញុំឆ្ងល់អញ្ចឹងបងប្អូនក្នុងនាមជាមន្ត្រីទី1បើមិនបានបំរើរាជឲ្យល្អក៏ហីទៅចោះប៉ុន្តែនៅពេលដែលពួកគាត់រ៉ូស៊ីឬក៏មន្ត្រីមិនមែនមន្ត្រីល្អទេណាមន្ត្រីអាក្រក់មន្ត្រីដែលខុបខិតគ្នានោះមន្ត្រីល្អខ្ញុំអត់លើកឡើងទេដោយសារតែលោកល្អហើយលោកបំរើរាជបានត្រឹមត្រូវហើយលោកធ្វើកិច្ចការងារជូនរាជបានល្អហើយប៉ុន្តែមានមន្ត្រីភ្នែកក្របលពៅមានមន្ត្រីពាក់វ៉ែនតាខ្មៅមួយចំនួនដែលលោកនៅតែរ៉ូស៊ីហើយលោកទាំងអស់នោះដឹងច្បាស់ណាស់ថាសម្ដេចលោកឲ្យបិទសម្ដេចលោកឲ្យសម្អាតសម្ដេចលោកឲ្យធ្វើសម្ដេចលោកមិនចង់ឃើញ scam online នៅស្រុកខ្មែរទេហេតុអីក៏អស់លោកទាំងអស់នោះនៅតែឌឺនៅតែផ្កើននៅតែប្រហើននៅតែខុបខិតគ្នាធ្វើទៀតក្នុងន័យអ្វីក្នុងន័យថាថ្នាក់លើអត់ដឹងឬក៏ក្នុងន័យថាប្រមាថមើលងាយនៅចំណាប់ការរបស់ថ្នាក់ដឹកនាំព្រោះថ្នាក់ដឹកនាំលោកដាក់ផែនការទៅហើយប៉ុន្តែថ្នាក់ក្រោមនេះធ្វើការមិនបានឬមួយទៀតឬថាមន្ត្រីទាំងអស់ហ្នឹងអត់ដឹងទាំងមន្ត្រីល្អទាំងមន្ត្រីអាក្រក់ហ្នឹងអត់ដឹងថាមានបទល្មើសទាំងអស់ហ្នឹងបងប្អូនជួយឆ្លើយសំណួរខ្ញុំមើលហើយជួយ comment មើលថាតើបទល្មើសទាំងអស់ហ្នឹងឧទាហរណ៍កើតនៅក្រុងប៉ោយប៉ែតកើតនៅឯណាកន្លែងណាក៏ដោយតើមន្ត្រីមូលដ្ឋានអត់ដឹងឬក៏ធ្វើមិនដឹងបើមន្ត្រីមូលដ្ឋានអត់ដឹងអានឹងជារឿងមួយតែបើមន្ត្រីមូលដ្ឋានដឹងហើយធ្វើហើយប៉ុន្តែធ្វើមិនដឹងមិនចាប់អារម្មណ៍តើយ៉ាងណាខ្ញុំជឿថានៅក្នុងនាមជាអ្នកគ្រប់គ្រងមូលដ្ឋានតាំងពីមេភូមិតាំងពីមេឃុំចៅសង្កាត់ជាវាយស្រុកអាដាមអាបាលខេត្តនិយាយទៅថ្នាក់ក្រោមជាតិខ្ញុំជឿថាជាពិសេសគឺសមត្ថកិច្ចជាពិសេសគឺមេប៉ោះជាពិសេសគឺនគរបាលក្រុងនគរបាលខេត្តអីហ្នឹងគឺថាកងរាជអាវុធហត្ថអីហ្នឹងខ្ញុំជឿថាប្រហែលលោកដឹងឬក៏លោកអត់ដឹងខ្ញុំក៏មិនហ៊ានថាមិនដែរព្រោះកិច្ចការងារអស់នេះសិតតែបាត់ល្មើសហើយត្រូវបានលាក់កំបាំងត្រូវបានបិទចិត្តត្រូវបានមានបកពួកខ្សែស្រឡាយហ្នឹងគឺថាបិទមិនអោយរដ្ឋាភិបាលដឹងឬក៏មន្ត្រីល្អដឹងទេតែបើមន្ត្រីល្អដឹងហើយសមត្ថកិច្ចដឹងហើយមិនហ៊ានធ្វើវាជារឿងមួយទៀតធម្មតាបាត់ល្មើសក្មេងដំណើរក៏ដោយបញ្ហាគ្រឿងញៀនក៏ដោយបញ្ហាអសន្តិសុខសង្គមក៏ដោយក្មេងដំណើរទាំងអស់ហ្នឹងចោរកម្មក៏ដោយឬក៏ជុលមន់លេងអាប៉ោងលេងអីលបែងស៊ីសងបើកការ៉ាអូខេស្អីទាំងអស់ខ្ញុំមិនជឿថាអាជ្ញាធរមូលដ្ឋានអត់ដឹងទេមិនដែលអាជ្ញាធរមូលដ្ឋានមិនណាមិនដឹងទេខ្ញុំឧទាហរណ៍នៅក្នុងភូមិខ្ញុំមួយខ្សាច់សនៅស្រុកភូមិខ្ញុំនេះមានកន្លែងលេងអាប៉ោងខ្ញុំឧទាហរណ៍ទេណាខ្ញុំឧទាហរណ៍ទេ
មកតែប្រជាពលរដ្ឋគាត់និយាយតគ្នាឬក៏មានបញ្ហាអីគេជុលមាន់អីចឹងទៅឬក៏លបែងអីមួយមកតែប្រជាពលរដ្ឋដឹងហើយក្នុងនាមមន្ត្រីមិនមែនមិនដឹងទេព្រោះរស់នៅក្នុងមូលដ្ឋានលែងអីនឹងដឹងលែងអីនឹងយល់បើសិនជាធ្វើការបានល្អតែបើសិនជាធម្មតាគិតថាអត់អីទេមិនដែលមានអីទេស្រុកភូមិខ្ញុំមានសុខសុវត្ថិភាពអីចឹងទៅព្រឹកឡើងទៅធ្វើការមកវិញត្រឡប់ចុះត្រឡប់ឡើងត្រឡប់ចុះត្រឡប់ឡើងប្រជុំធ្វើរបាយការណ៍ប្រជុំធ្វើរបាយការណ៍ប្រជុំធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើល្អចេះមួយចុះពីរអាហ្នឹងហើយឥឡូវនេះរឹតតែលឿនទៀតដោយសារអីគ្រប់មូលដ្ឋានទាំងអស់សិតតែខ្ញុំធ្លាប់ឃើញណាបងមេភូមិលោកពូមេភូមិអនុភូមិសិតតែមានឯកគោមតំណាក់ម្ដងមួយស្រុកតំណាក់ម្ដងមួយអីទាំងអស់អញ្ចឹងរាល់ថ្ងៃខ្ញុំឃើញចំណុចល្អនៅក្នុងតំបន់ខ្ញុំនេះនៅក្នុងតំបន់ខ្ញុំហ្នឹងប៉ុន្តែមិនដឹងថាគាត់មានបទល្មើសអីគាត់រាយការណ៍អត់ឬក៏យ៉ាងម៉េចទេយើងអត់ដឹងព្រោះកិច្ចការងារជំនាញរបស់គេណាគាត់ថាអូល្ងាចឡើងខ្ញុំឃើញគាត់ប្រជុំរាយការណ៍ទៅថ្នាក់លើទៅឃុំថាអូនៅភូមិខ្ញុំថ្ងៃនេះមានគោងាប់ថ្ងៃនេះមានរៀបមង្គលការថ្ងៃនេះមានធ្វើនេះធ្វើនោះចឹងទៅប៉ុន្តែបើមានអីផ្សេងអត់រាយការណ៍ខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំជឿថាដឹងឬក៏មិនដឹងអញ្ចឹងបានមន្ត្រីដឹងហើយធ្វើមិនដឹងហ្នឹងវាជារឿងមួយហើយតើសើទៅបងផែងវណ្ណៈទៀតហ៎មិនគេថាខ្ញុំនឹងលើកជើងទៅសើតែផែងវណ្ណៈពួកបងផែងវណ្ណៈគាត់ជាមនុស្សម្នាក់ដែលឈឺឆ្អាលរឿងរ៉ាវសង្គមជាមនុស្សម្នាក់ជាអ្នកសារព័ត៌មានម្នាក់ដែលមិនគិតពីសុខទុក្ខខ្លួនឯងបងប្អូនគិតមើលប៉ះសិតតែមន្ត្រីក្រាក់ប៉ះសិតតែអ្នកធំប៉ះសិតតែអ្នកមានអំណាចមានលុយហេតុអីបងផែងវណ្ណៈគាត់ហ៊ានប៉ះសំបីតែថ្នាក់ធំថ្នាក់ខេត្តថ្នាក់អីហ្នឹងក៏បងផែងវណ្ណៈគាត់ប៉ះដែរគាត់អត់ខ្លាចសួរថាគាត់អត់អត់គិតពីសុវត្ថិភាពគាត់ទេឬគាត់អត់គិតពីសុវត្ថិភាពអាយុជីវិតគាត់ឬក៏ថាការធ្វើដំណើរដើរហើរទេឬគាត់គិតប៉ុន្តែជាមនុស្សមួយដែលខ្វាយខ្វល់ពីសង្គមជាមនុស្សមួយដែលគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋមានន័យថាមិនចង់ឲ្យមានបទល្មើសទាំងអស់ហ្នឹងនៅក្នុងស្រុកខ្មែរទេឥឡូវងាកមក scam online ងាកមកបទល្មើសវិញយើងគ្រាន់តែនិយាយលេងទេមិនមែនជាបទបញ្ជាមិនមែនជានេះទេគ្រាន់តែប្រសាសន៍របស់សម្ដេចលោកមានប្រសាសន៍ឲ្យថាត្រូវតែរៀបចំឲ្យស្អាតហើយអត់ខ្វល់ទេហើយបើតាមបងផៃវណ្ណៈគាត់បង្ហោះគាត់ថាជនបរទេសចេញពីប៉ោយប៉ែតទៅខាងកើតនោះច្រើនណាស់ច្រើនមិនដឹងថាចូលមណ្ឌលគិរីឬក៏ចូលរតនគិរីសង្ស័យតែចូលរតនគិរីមណ្ឌលគិរីទេដឹងបាននៅមកមណ្ឌលគិរីមកទាំងផ្ទាំងទាំងអាដាមអភិបាលទាំងស្នងការទាំងកងរាជអាវុធហត្ថគឺទៅមកទាំងអស់ខ្ញុំនៅតែឲ្យតម្លៃមួយហើយអ្វីដែលសំខាន់ខ្ញុំសំណូមពរមួយសំណូមពរទៅដល់បងដែលអនុវត្តច្បាប់ទាំងអស់គ្រប់មន្ត្រីទាំងអស់កុំឲ្យមានករណីថាមានបទល្មើសហើយមិនហ៊ានរាយការណ៍ទៅលើឬក៏មិនចង់ឲ្យថ្នាក់លើដឹងព្រោះខ្ញុំធ្លាប់ជួបហើយជាក់ស្ដែងដូចជាបញ្ហាមួយដែលខ្ញុំធ្លាប់ជួបដូចខ្ញុំថាអញ្ចឹងខ្ញុំថតឡហ្នឹងគាត់ព្យាយាមមិនឲ្យនេះទេក្នុងន័យអីខ្ញុំមិនដឹងទេបើដឹងថាក្នុងន័យមិនចង់ឲ្យប្រជាពលរដ្ឋដឹងព្រោះខ្លាចគេគិតថាម៉េចខ្លាចគេគិតថាអត់បានធ្វើការអត់បានអីចឹងទៅប៉ុន្តែសរុបសេចក្តីត្រឡប់មកវិញតើប្រហែលថ្ងៃប្រហែលខែប្រហែលឆ្នាំទៀតទើបបងមន្ត្រីអាជ្ញាធរទាំងអស់អាចអនុវត្តតាមប្រសាសន៍និងគោលការណ៍របស់សម្ដេចប្រធានព្រឹទ្ធសភាសម្ដេចនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំដែលលោកដាក់គោលការណ៍ឲ្យសម្អាតបញ្ហា scam online ឬក៏បាត់ល្មើសផ្សេងឬមួយក៏ចង់ឲ្យបាត់ល្មើសទាំងអស់នោះនៅបន្តមាននៅស្រុកខ្មែរទៀតបើសិនជាបងមិនធ្វើមិនដឹងថាទៅពឹងនរណាគេធ្វើទេព្រោះបងជាអ្នកដែលមើលខុសត្រូវជាអាណាព្យាបាលរបស់រាជដោយសម្ដេចគាត់មានប្រសាសន៍អញ្ចឹងគាត់ថាច្បាយខេត្តគឺមានសិទ្ធិអំណាចណាច្បាយខេត្តអាចបញ្ជាកងជាប្រធានបញ្ជាគណៈបញ្ជាការឯកភាពខេត្តអាចបញ្ជាប៉ូលីសទាហានអាចបញ្ជាកងរាជអាវុធហត្ថអាចធ្វើកិច្ចការងារអីច្រើនណាស់អញ្ចឹងហើយបើសិនជាខេត្តអត់ធ្វើគឺដកហើយតែរឿងខ្លះដូចខ្ញុំថាអញ្ចឹងបើមន្ត្រីថ្នាក់ក្រោមធ្វើប្រជុំធ្វើតែរបាយការណ៍ញ៉ៅទៅលើរបាយការណ៍វាមានល្អរបាយការណ៍អាក្រក់ហ្នឹងខ្លាចមេបន្ទោសខ្លាចមេស្ដីអស់អីចឹងអាហ្នឹងវាអាចមានអញ្ចឹងដែរប៉ុន្តែនិយាយច្រើនទៅវាប៉ះពាល់ដល់គុណតម្លៃរបស់បងដែលធ្វើល្អប៉ុន្តែអ្វីដែលយើងឆ្ងល់គ្រាន់ថាតើពេលណាដែលបងទាំងអស់គ្នាអនុវត្តតាមគោលការណ៍តាមប្រសាសន៍របស់សម្ដេចបើសិនជាបងអនុវត្តខ្ញុំជឿថាបទល្មើសគ្រឿងញៀនក៏អត់មានបទល្មើសonline scam online ក៏មិនមានស្អីក៏អត់មានដែរដោយសារអីដោយសារមន្ត្រីធ្វើការងារហើយសម្ដេចមានប្រសាសន៍ទៀតសួរសម្ដេចនាយករដ្ឋមន្ត្រីថាតើវាចូលតាមណា
ta bọt là mơ từng on nó bị trôi tam na scam online từng on nó bị trôi tam na vì trôi tam na nơi khai na bị trôi tam đồng hơi chẳng bàn thập phần năng cho con tràn sầm đạp ca tam đàn tu sná hơi ngày nay nhom bàn tu cà ri cún nằm bây giờ thập ná miền này thạc ca comment vì bong pro mình nè còn tha ôn lực lang màu lỏ tràn phần té công chia diêm này dây rương bạc phụ sai lại phê cái này cái shop ở trên tầng chẳng con tràn bong ở đây lực lang màu bên đất coi chồng nhà ná so người ta áp chia sấy hơi cái nào bên đi xong cái đại tay một cùng liên sống group liền